ជំរាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំលើកនៅប្រធានបទមួយទាក់ទងជាមួយនឹងប្រធានបទកុំផ្ដោតលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានអញ្ចឹងកុំផ្ដោតលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានអញ្ចឹងយើងផ្ដោតទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានអញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបាននិងអ្វីដែលយើងមិនអាចគ្រប់គ្រងបានខ្ញុំនឹងធ្វើការចែករំលែកនៅក្នុងវីដេអូឃ្លីបនេះអញ្ចឹងអ្វីដែលយើងមិនអាចគ្រប់គ្រងបានឧទាហរណ៍ទាក់ទងជាមួយនឹងមេឃក្តៅយើងមិនអាចគ្រប់គ្រងមេឃកុំឲ្យក្តៅបានទេ តែទៅមេឃភ្លៀងយើងមិនអាចគ្រប់គ្រងមេឃកុំឲ្យភ្លៀងបានទេតែយើងមានវិធីសាស្ត្រនៅក្នុងការពារខ្លួនដែរកុំឲ្យមេឃក្តៅយើងអាចមានឆាត់ឬក៏យើងអាចធ្វើម៉េចដើម្បីបិទបាំងកុំឲ្យមេឃភ្លៀងយើងត្រូវមានអីអ្វីជាការពារណាអញ្ចឹងអ្វីទាំងអស់យើងអាចមាននៅវិធីសាស្ត្រជាច្រើនអញ្ចឹងយើងមិនអាចគ្រប់គ្រងរបស់ទាំងអស់នឹងបានទេហើយមួយទៀតយើងមិនអាចគ្រប់គ្រងអឺតើទៅជាមួយឧទាហរណ៍ថាទោះបីជាមន់មិនរងាវក៏មេឃភ្លឺដែរទោះបីជាមន់នឹងមិនល្ងាវក៏មេឃភ្លឺប៉ុន្តែធម្មតាឲ្យតែមន់ល្ងាវគឺម៉ោង4ម៉ោង5ហើយអញ្ចឹងអាហ្នឹងគឺវាជាច្បាប់នៃធម្មជាតិអញ្ចឹងមកជាពិសេសឲ្យតែមន់ល្ងាវចិត្តព្រឹកហ្នឹងគឺម៉ោង4ម៉ោង5អាហ្នឹងវាជាច្បាប់នៃធម្មជាតិអញ្ចឹងបងយើងអាហ្នឹងគឺជារឿងដែលយើងមិនអាចគ្រប់គ្រងបានទេហើយអ្វីដែលជារឿងដែលយើងអាចគ្រប់គ្រងបានរឿងដែលយើងអាចគ្រប់គ្រងបានគឺទង្វើហើយនឹងអត្តចរិតរបស់យើងទង្វើនិងអត្តចរិតរបស់យើងត្រូវចាំថាមនុស្សដែលគេឲ្យតម្លៃបំផុតគឺទៅលើទង្វើ take action ទៅលើទង្វើមិនមែនទៅលើពាក្យសម្ដីទេអញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបានគឺទង្វើរបស់យើងហើយនឹងអត្តចរិតរបស់យើងគឺសម្រាប់បញ្ជាក់បង្ហាញអំពី personal branding អំពីអត្តចរិតរបស់បុគ្គលម្នាក់ៗជាធម្មតាមនុស្សយើងម្នាក់ៗគឺមាននូវភាពផ្សេងគ្នាអត្តចរិតផ្សេងគ្នាបើយើងនិយាយតាក់ទងជាមួយអត្តចរិតគឺផ្សេងគ្នាច្រើនមែនទែនអញ្ចឹងគេមិនដូចយើងមិនដូចគេអាហ្នឹងយើងត្រូវទទួលយកកន្លែងហ្នឹងពួកអីចរិតរបស់មនុស្សបើយើងសិក្សាឲ្យស៊ីជម្រៅទៅមានដល់6អញ្ចឹងវាផ្សេងគ្នាអញ្ចឹងយើងត្រូវទទួលស្គាល់អ្វីដែលយើងអាចគ្រប់គ្រងបានគឺទង្វើហើយនឹងអត្តចរិតណាយើងត្រូវចាំអញ្ចឹងហ្មងអ្វីដែលយើងមិនអាចគ្រប់គ្រងបានគឺតាក់ទងជាមួយពេលវេលាតាក់ទងជាមួយនឹងមេឃភ្លៀងមេឃក្តៅឬក៏មន់រងាវចឹងយើងត្រូវទទួលនៃ concept នឹងដាក់នៅក្នុងចិត្តតែហ្មងអ្វីកុំផ្ដោតលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានចឹងយើងផ្ដោតអ្វីដែលយើងអាចគ្រប់គ្រងបានគឺយើងត្រូវមើលនៅសកម្មភាពរបស់យើងថាតើថ្ងៃហ្នឹងយើងពេញចិត្តនឹងខ្លួនឯងហើយឬនៅហើយយើងត្រូវមើលថាតើអត្តចរិតយើងវាណាពេលខ្លះវាឆ្គាំឆ្គងពេលខ្លះវាចង្អេងចង្អាងអញ្ចឹងនៅពេលដែលយើងបន្តរៀនបន្តឆ្លោះខ្លួនឯងទៅយើងអូកន្លែងហ្នឹងមួយមិនសមមិនគប្បីយើងចំណាយពេលខ្លះដើម្បីអង្គុយគិតពិចារណាខ្លួនឯងថាអ្វីដែលយើងអាចគ្រប់គ្រងបានណាដូចជាយើងអ្វីដែលយើងអាចគ្រប់គ្រងបានគឺអត្តចរិតខ្ញុំតែងតែនិយាយអត្តចរិតរបស់យើងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះអ្វីដែលខ្ញុំចង់ចែករំលែកគឺឲ្យយើងផ្ដោតឬក៏វិនិយោគទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានការវិនិយោគទៅលើអ្វីដែលយើងអាចគ្រប់គ្រងបានដូចជាសេចក្តីរីករាយណាសេចក្តីរីករាយយើងជាអ្នកគ្រប់គ្រងសុវ័យចិត្តមិនសុវ័យវាអាស្រ័យលើយើងដើម្បីឲ្យយើងសុវ័យតើផ្លូវចិត្តរបស់យើងសុវ័យដែរទីមួយគឺធ្វើឲ្យចិត្តរបស់យើងសុវ័យអញ្ចឹងដើម្បីឲ្យចិត្តយើងសុវ័យក៏ឲ្យយើងបន្ថែមនៅអាហារផ្លូវចិត្តជាប្រចាំថ្ងៃណាតាមរយៈការស្ដាប់នៅធម្មទេសនាខ្សែអត្ថឬក៏អូឌីយ៉ូឬក៏អានសៀវភៅឬក៏យើងស្ដាប់ប្រសងមាននៅពុទ្ធិចំណេះដឹងជ្រៅជ្រះអំពី drama talk នៅធម៌ពិតនៃសច្ចភាពនៃធម្មជាតិជាដើមអញ្ចឹងយើងមាននៅសេចក្តីរីករាយកាលណាយើងរីករាយនឹងខ្លួនឯងហើយមនុស្សជុំវិញយើងនឹងរីករាយតាមអញ្ចឹងផ្ដើមចេញពីយើងអញ្ចឹងយើងត្រូវមានសេចក្តីរីករាយកាលណាយើងរីករាយត្រេកអរនឹងអ្វីដែលយើងមានវាសេចក្តីសុខឬក៏ការរីករាយវាកើនឡើងអញ្ចឹងហើយកាលណាដែលយើងរីករាយទំនាក់ទំនងរបស់យើងក៏វាប្រសើរដែរព្រោះអីទំនាក់ទំនងវាជារឿងសំខាន់ដោយសារតែឥឡូវបច្ចេកវិទ្យាកាន់តែជឿនលឿនមនុស្សលែងសូវមានទំនាក់ទំនងគ្នាលែងសូវនិយាយជាមួយមនុស្សឆ្ងាយតែមិនសូវនិយាយជាមួយមនុស្សជិតដោយសារអីដោយសារតែចុចមកនេះដល់ជប៉ុនដល់កូរ៉េដល់ថៃដល់អីដោយសារតែ Facebook ឬក៏ Telegram ឬក៏ TikTok និងគេហៅថា NS ហ្នឹងគឺព័ត៌មានសង្គមហ្នឹងគឺវាទំនើបមែនតើអញ្ចឹងវាធ្វើឲ្យទំនាក់ទំនងរបស់យើងវាលែងសូវប្រសើរអញ្ចឹងអ្វីដែលពិសេសគឺទំនាក់ទំនងយើងឲ្យប្រសើរគឺតាមរយៈការនិយាយសួរនាំសាមញ្ញតិចតួចដើម្បីបង្កើតនូវភាពស្និទ្ធស្នាលការសន្ទនាគ្នាអញ្ចឹងកាលណាដែលយើងរីករាយកើនឡើងទំនាក់ទំនងយើងប្រសើរល្អ
កាលណាតំណាក់នៅយើងល្អយើងកាត់បន្ថយនៅ stress វិញ stress ហ្នឹងបើសិនបើយើងមិនមាននៅសេចក្តីរីករាយមិនមានតំណាក់នៅល្អទេ stress វាកើតឡើងប៉ុន្តែនៅពេលដែលយើងផ្លូវចិត្តយើងល្អរឹងមាំតំណាក់នៅល្អអា stress ហ្នឹងវាកាត់បន្ថយតាមនឹងដែរវាចោះបន្តិចអញ្ចឹងហើយកាលណាដែលយើងអត់ទៅមាន stress យើងមើលឃើញឱកាសជាច្រើនយើងបានត្រៀមខ្លួនយើងបានរៀនអ្វីដែលថ្មីជំនាញអីដែលគេត្រូវការយើងពង្រឹងនៅផ្លូវចិត្តយើងពង្រឹងនៅជំនាញ skill របស់យើងកាន់តែច្រើនអញ្ចឹងឱកាសថ្មីវានឹងផុចផលនៅពេលណាមួយណាហ្នឹងគឺ concept សាមញ្ញហើយនៅពេលដែលឱកាសថ្មីយើងត្រូវតែបន្តនៅការរីកចម្រើនបន្តិចម្ដងឃើញអត់អញ្ចឹងអ្វីទាំងអស់មានន័យថាការធ្វើជាអញ្ចឹងនៅយើងកុំទៅចង់គ្រប់គ្រងគេព្រោះអីការគ្រប់គ្រងគេកាលណាយើងចង់គ្រប់គ្រងគេវាធ្វើឲ្យទំនាក់ទំនងរបស់យើងមិនល្អអាចបែកបាក់ដោយសារតែយើងចង់គូសវិសបង្ហាញនៅផ្លូវអ្នកដតីគឺអត់ល្អទេដូចជានៅក្នុងរឿងមួយដែលម្ដាយគាត់តែងចង់គ្រប់គ្រងរឿងឲ្យកូនរៀននេះរៀននោះហើយគាត់គូសផ្លូវឲ្យដើរប៉ុន្តែកូនគឺអត់សុវ័យចិត្តទេនៅពេលដែលម្ដាយគូសផ្លូវឲ្យពួកអីម្ដាយគាត់ចង់ឲ្យគាត់រៀនផ្នែកនេះប៉ុន្តែគាត់ស្រឡាញ់ខាងសិល្បៈដល់ពេលអញ្ចឹងទៅទំនាក់ទំនងរវាងម្ដាយនិងកូនឆ្ងាយពីគ្នាដោយសារម្ដាយគាត់ចង់គ្រប់គ្រងទៅលើអនាគតរបស់កូនប៉ុន្តែកូនអត់ពេញចិត្តនឹងសកម្មភាពរបស់ម្ដាយយូរលេងនិយាយគ្នាយូរយើងឃើញទេដោយសារតែការយើងចង់គេប៉ុន្តែសួរតើចិត្តគេចង់អត់អញ្ចឹងកាលណាដែលយើងចង់គ្រប់គ្រងទៅគេវានឹងធ្វើឲ្យទំនាក់ទំនងរបស់យើងបែកបាក់ឬក៏គម្លាតឆ្ងាយជាមិត្តភក្តិក្តីជាបងប្អូនក្តីជាអ្វីក៏ដោយកាលណាដែលយើងចង់គ្រប់គ្រងគេវាធ្វើឲ្យទំនាក់ទំនងរបស់យើងវាអត់ប្រសើរទេប៉ុន្តែយើងមានសិទ្ធិនៅក្នុងការបញ្យល់ការណែនាំការនិយាយហើយនៅក្នុងចុងក្រោយនៃវីដេអូអ្វីដែលខ្ញុំសង្កេតឃើញខ្ញុំចង់និយាយថាយើងកុំចាញ់បោកនៅ social media កុំចាញ់បោកនៅប្រព័ន្ធបណ្ដាញនៃសង្គមមានន័យថាការបញ្ចេញនៅមតិជាច្រើនពេលខ្លះអវិជ្ជមានផ្សេងជាច្រើនវាធ្វើឲ្យនាំមេរោគមកយើងពួកអីប្រព័ន្ធ social media វាជាគ្រាន់តែជាការកំសាន្តនិងដឹងអ្វីដែលថ្មីប៉ុន្តែបើសិនបើយើង take time ចំណាយពេលលើវាច្រើនពេកវានាំមេរោគមកយើងធ្វើឲ្យយើងមិននេះភ្លេចនៅក្នុងការអភិវឌ្ឍខ្លួននិងការរៀនសូត្របន្ថែមជារៀងរាល់ថ្ងៃអញ្ចឹងយើងចំណាយវាតិចកាលណាយើងចំណាយវាច្រើនវាធ្វើឲ្យយើងប៉ះពាល់នៅការរីកចម្រើនរបស់យើងទាំងផ្លូវចិត្តផ្លូវកាយហើយអញ្ចឹងយើងត្រូវកាត់បន្ថយយ៉ាងម៉េចកាត់បន្ថយការសាកថ្មទូរស័ព្ទធ្វើម៉េចមួយថ្ងៃតែម្ដងបានឬ2ថ្ងៃម្ដងប៉ុន្តែយកល្អមួយថ្ងៃម្ដងបានកាលណាយើងអាសាភ្ជាប់ពេកវាធ្វើឲ្យយើងភ្លេចនៅក្នុងការអភិវឌ្ឍខ្លួនជាប្រចាំកាលណាយើងអត់បានអភិវឌ្ឍខ្លួនសេចក្តីសុខរបស់យើងក៏វាអត់មានដែរអ្វីដែលសំខាន់គឺការវិនិយោគខ្លួនឯងកាលណាយើងវិនិយោគលើខ្លួនឯងមានន័យថាយើងចេះស្រឡាញ់ខ្លួនឯងកាលណាយើងស្រឡាញ់ខ្លួនឯងយើងនឹងស្រឡាញ់មិត្តភ័ក្តិស្រឡាញ់គ្រួសារហើយនឹងជាពិសេសគឺស្រឡាញ់សង្គមតែផ្ដើមចេញពីយើងស្រឡាញ់ខ្លួនឯងជាមុនសិនព្រោះអីយើងសង្កេតហើយការស្រឡាញ់ខ្លួនឯងគឺជាចំណុចល្អបំផុតកាលណាដែលយើងស្រឡាញ់ខ្លួនឯងយើងស្រឡាញ់មិត្តភ័ក្តិស្រឡាញ់មនុស្សជុំវិញអ្នកលើអ្នកក្រោមស្រឡាញ់គ្រួសារនិងស្រឡាញ់សង្គមអញ្ចឹងកុំភ្លេចនៅក្នុងការអភិវឌ្ឍខ្លួនឯងបន្តិចម្ដងអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះខ្ញុំគិតថាចប់ប៉ុណ្ណឹងប៉ុន្តែមុនបញ្ចប់ពឹងបងប្អូនជួយចុច Subscribe នៅក្នុង Channel YouTube របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីជាច្រើនបាទសូមអរគុណនិងជម្រាបលា